xía chàng rư chàng cô thông xía chàng rong chặt sợi chứ rư chàng ប្រចាំថ្ងៃcô thông តំណែងតំណងនិយាយពីការប្រស័យទាក់ទងនៅរោងចក្រស្បែកជើងជាប្រចាំថ្ងៃសៀគឺស្បែកជើងសៀមានហ្នឹងគឺមុខឬក៏ផ្ទៃសៀមានហ្នឹងគឺនិយាយអំពីមុខស្បែកជើងមុខទាំងអស់ដែលវាក្តោបជើងមកយើងសៀទីបាតសៀទីបាតស្បែកជើងនិយាយពីបាតនៅខាងក្រោមដែលយើងជន់ដីសៀហើប្រអប់ចឹងយើងចង់ប្រើប្រអប់អីមួយយើងប្រើពាក្យហ្នឹងបូកជាមួយហើទៅយើងមកប្រែថាប្រអប់ហ្នឹងហើយប្រអប់ស្បែកជើងសៀតៃហ្នឹងគឺខ្សែសៀតៃខ្សែស្បែកជើងដែលយើងចងហើយសៀទៀនតំណប់ស្បែកជើងទៀនហ្នឹងគឺដើម្បីយើងយើងដាក់ទ្រាប់មកតង់ទៀតចឹងសៀទៀនគឺបកប្រែតំណប់ស្បែកជើងហើយតំណប់ដែលយើងទ្រកម្ពស់ហ្នឹងក៏គេបកប្រែសៀទៀនក៏គេនិយាយសៀទៀនដូចគ្នា包装被找发货ដឹកជញ្ជូនតំណែងបកដឹកជញ្ជូនតំណែងទៅក្នុងរោងចក្រ裁剪កាត់ឬក៏តុបកាត់缝制ដេ成型ហ្នឹងគឺឡើងពុំទៅលើរបស់អីផ្នែកអីចឹងទៅដោយសារវាបង្កើតទៅជាទម្រង់ឬក៏រូបរាងអញ្ចឹងយើងបកប្រែថាឡើងពុំបើយើងមើលតាមន័យចិនគឺអញ្ចឹងឡើងពុំហ្នឹងគឺយើងយកសម្ភារៈបង្កើតទៅជាទម្រង់ឬរូបរាងមួយដែលមានទ្រង់ទ្រាយជាក់លាក់ហើយពាក្យជូជាន់ដំឡើងឬក៏យើងបកប្រែផ្គុំមកពីពាក្យផ្គុំចូលគ្នាហើយនឹងពាក្យដំឡើងពូហើបូកជាមួយនឹងអានជាន់គុំឬក៏ដំឡើងហ្នឹងយើងយករបស់ធាតុទូចមួយផ្នែកមួយយកមកដាក់បញ្ចូលគ្នាអាហ្នឹងយើងប្រើពាក្យជូជាន់ពីដំណើរការនៃការផលិតស្បែកជើងទី1គឺយើងសៀនឆាយជៀនឈៀមៀនសៀនធ្វើអីជាមុនគឺយើងដាក់សៀនសកម្មភាពឆាយជៀនកាត់អីកាត់មុខស្បែកជើងសៀនឆាយជៀនឈៀមានកាត់អាទម្រង់ពុំស្បែកជើងទាំងអស់ហ្នឹងណារានហូហ្វឹងជឺបន្ទាប់មកយើងដេបញ្ចូលគ្នាយ៉ាងហូហ្វឹងជឺរួចមកទៀតចៃជូជាន់ឈៀទីបន្ទាប់មកទៀតយើងផ្គុំអាបាតស្បែកជើងហ្នឹងឬក៏យើងដំឡើងបាតស្បែកជើងយើងឡើងបាតស្បែកជើងជាចុងក្រោយពិនិត្យនិងវេចខ្ចប់ជួយហៅ检查和包装បាតស្បែកជើងរៀបចំហើយនៅរៀបចំគឺchuẩn备រៀបចំហើយនៅ准备好了吗ចឹងអីមួយ准备好了吗គឺបាតស្បែកជើងជាទី准备好了吗បាតស្បែកជើងរៀបចំហើយនៅអត់តាន់ហើយផងអត់តាន់ហើយគឺ还没有អត់មាន还没有នៅមិនតាន់មានប៉ុន្តែវាឆ្លើយតបសំណួរដែលគេសួរ还没有នៅអត់តាន់មានហ្មងថ្ងៃហ្នឹងផលិតប្រមាណគូថ្ងៃហ្នឹង今天ផលិត生产ប្រមាណគូ多少双ស្បែកជើងគឺយើងប្រើពាក្យគូអញ្ចឹងយើងប្រើ双今天生产多少双2000គូយើងប្រើតួលេខមុន2000双អញ្ចឹងនៅក្នុងតួលេខពាក្យគឺ2ប៉ុន្តែនៅក្នុងការនិយាយគឺជាទូទៅគេនិយាយពាក្យ两គេអត់និយាយអី2000双2000គូហ្នឹងធ្វើឲ្យនៅសម្រាប់ឲ្យនៅ前面完成了吗前面完成了吗មុខស្បែកជើងទាំងមូលហ្នឹងធ្វើឲ្យនៅបានធ្វើឲ្យ已经完成了គម្រោងផលិតថ្ងៃហ្នឹងគឺប្រមាណអញ្ចឹងគម្រោងផលិត生产计划គម្រោងផលិតពេលខ្លះបើមាននាមពីរជាមួយគ្នាជាទូទៅវាបច្ច្រាស់ជាមួយខ្មែរយើងមើលគម្រោងផលិតជីវគម្រោង生产ផលិតអញ្ចឹងគេដាក់សកម្មភាពឬក៏គុណនាមហ្នឹងនៅពីមុខនាម生产计划ចុះគម្រោងផលិតថ្ងៃនេះគម្រោងផលិតរបស់ថ្ងៃនេះអញ្ចឹង今天的生产计划គម្រោងផលិតរបស់ថ្ងៃនេះគឺប្រមាណ是多少ឬក៏យើងអាចនិយាយថាគម្រោងផលិតថ្ងៃនេះយើងលុបពាក្យរបស់ចេញភាសាខ្មែរប៉ុន្តែចិនគឺប្រើពាក្យតហ្នឹងហ្នឹងបញ្ជាក់ឲ្យថ្ងៃហ្នឹង是多少ផែនការផលិតឬក៏គម្រោងផលិតថ្ងៃហ្នឹងគឺប្រមាណ3000គូស្បែកជើង3000双鞋3000双鞋3000គូស្បែកជើងស្បែកជើងនៅក្រោយតែភាសាខ្មែរយើងប្រើស្បែកជើងនៅមុខស្បែកជើង3000គូឬក៏3000គូស្បែកជើងភាសាខ្មែរយើងអាចនិយាយទៅស្ដាប់យល់ដែរប៉ុន្តែទៅយើងនិយាយស្បែកជើងមុនស្បែកជើង3000គូស្បែកជើងយើងអាចរៀនដូរបកតាមលំដាប់ដោយភាសាចិនទៅវាយើងយល់ន័យហើយនៅក្រោយយើងអាចដូរលំដាប់ដោយមកភាសាខ្មែរយើងវិញក៏បានស្រួលយើងងាយចាំនិយាយកុំឲ្យពេលដែលយើងចាំខ្មែរអញ្ចឹងយើងបកខ្មែរទៅចិនគេស្ដាប់ចិនមកវាដូចជាអត់ល្អវិញ
មុខស្បែកជើងហើយនិងបាតស្បែកជើងរៀបចំឲ្យអស់នៅអញ្ចឹងរបស់ពីរយើងប្រើពាក្យទៅមានន័យថាសុទ្ធឬក៏ទាំងស្រុងបើជាទូខ្មែរយើងអញ្ចឹងបើបញ្យលន័យចឹងគេគាត់និយាយថារបស់ទី1របស់ទី2ដែលដូចគ្នាហ្នឹងគឺវាប្រើពាក្យទៅតែបើយើងបកខ្មែរគឺយើងបកប្រែសុទ្ធតែន័យថាអាចទាំងស្រុងទាំងមូលទាំងរបស់ដែលរៀបរាប់ហ្នឹងបាតស្បែកជើងនិងមុខស្បែកជើងសុទ្ធតែរៀបចំឲ្យនៅ鞋面和鞋底都准备好了吗ទាំងបាតស្បែកជើងហើយមុខស្បែកជើងហ្នឹងរៀបចំរួចរាល់ហើយនៅមុខស្បែកជើងបានបញ្ចប់ហើយបាតស្បែកជើងនៅកំពុងផលិត鞋面已经完成了鞋底还在生产នឹងមុខស្បែកជើងបានបញ្ចប់ហើយបាតស្បែកជើងនៅកំពុងផលិតហើយនឹងនៅហ្នឹងគឺនៅសល់ធ្វើសកម្មភាពហើយចៃហ្នឹងមកពាក្យចឹងចៃកំពុងឬក៏នៅនេះគឺនៅកំពុងស្ថិតនៅក្នុងស្ថានភាពកំពុងដំណើរការអញ្ចឹងហើយចៃនៅកំពុងយើងមកប្រែនៅកំពុងទៅវាអត់តាន់រួចរាល់សកម្មភាពដែលកំពុងតែបន្តហើយចៃសិនឆានៅកំពុងផលិតហើយចៃធ្វើអីទៅហើយចៃនៅកំពុងតែនៅដែលអត់តាន់រួចរាល់អូខេហើយតើសូមបញ្ចប់ទៅតាមពេលវេលាដែលកំណត់ទេ请按时完成按时យើងធ្លាប់រៀនហ្នឹងអាហ្នឹងគឺឲ្យតាន់ពេល按时ហ្នឹងគឺយោងតាមពេលដែលគេកំណត់ហ្នឹងត្រូវធ្វើឲ្យតាន់ពេលដែលបានកំណត់ហ្នឹងគឺពាក្យ按时请按时完成没问题អត់អីទេអត់បញ្ហាទេនឹងអាចសម្រាប់ឲ្យតាន់ពេលដែលបានកំណត់ទៅបីជាឥឡូវបាតស្បែកជើងវាកំពុងផលិតវាអត់តាន់ផលិតហើយក៏ដោយអាហ្នឹងគឺមានន័យអញ្ចឹងថ្ងៃនេះគម្រោងផលិតស្បែកជើង 3000 គូ今天计划生产3000鞋ទាំងមុខស្បែកជើងនិងបាតស្បែកជើងសុទ្ធតែរួចរាល់ហើយអស់រួចរាល់ទាំងស្រុងមុខស្បែកជើងបាតស្បែកជើង鞋面和鞋底បាន已经បានអី全部ទាំងអស់ទាំងស្រុង全部ទាំងអស់ទាំងស្រុង完成សម្រាប់ឬក៏បញ្ចប់ចឹងទាំងមុខស្បែកជើងនិងបាតស្បែកជើងបានសម្រាប់ឬក៏បញ្ចប់ទាំងស្រុង鞋面和鞋底已经全部完成សូមពិនិត្យមើលផ្លាកសញ្ញាលើប្រអប់ស្បែកជើងត្រឹមត្រូវឬអត់ចឹងផ្លាកសញ្ញាគឺ标签ផ្លាកសញ្ញាដែលគេសរសេរសម្គាល់ណា标签ចឹងផ្លាកសញ្ញាលើប្រអប់ស្បែកជើង鞋盒标签ផ្លាកសញ្ញាលើប្រអប់ស្បែកជើង鞋盒标签请检查សូមពិនិត្យផ្លាកសញ្ញាលើប្រអប់ស្បែកជើងតើត្រឹមត្រូវឬអត់是否正确是ហ្នឹងគឺ yes and否ហ្នឹងគឺ no អញ្ចឹងក្នុងការសួរជាសំណួរយើងប្រើពាក្យ是否មែនឬក៏អត់មែនឬក៏អត់ហ្នឹងគឺដើម្បីចោទជាសំណួរនៅពាក្យដែលយើងចង់សួរទៅលើអីសួរទៅលើភាពត្រឹមត្រូវចង់ជាត្រឹមត្រូវអញ្ចឹងយើងសួរទៅលើអីយើងប្រើពាក្យ是否ហើយនឹងអ្វីយើងចង់សួរហ្នឹងគឺវាចោទទៅជាសំណួរបើតែវាមិនមែនជាប្រយោគសំណួរប៉ុន្តែគឺយើងប្រយោគស្របប៉ុន្តែយើងសួរបញ្ជាក់ទៅលើសំណួរហ្នឹងថាវាអូខេអត់是否正确តើត្រឹមត្រូវហើយនៅសូមពិនិត្យផ្លាកសញ្ញាប្រអប់ស្បែកជើងតើត្រឹមត្រូវហើយនៅ请检查鞋盒标签是否正确ស្បែកជើងសានេះឬក៏ស្បែកជើងជុំនេះរងនឹងដឹកជញ្ជូនថ្ងៃស្អែក这批鞋子ស្បែកជើងសាហ្នឹងឬក៏ស្បែកជើងជុំហ្នឹងក្រុង预计ដឹកជញ្ជូនថ្ងៃស្អែក明天发货这批鞋子预计明天发货